Hello សួស្តីអ្នកទាំងអស់គ្នាបាទជាងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនៅរឿងរីកបាឡាំងត្រាចុងនៅទីទេនៅភាគ205បន្តទៀតដែលមកខ្លាំងបន្តិចក្រៀមនៃការប៉ះគ្នារវាងអតីតទឹក3ហើយនិង Austin Griffin ឆ្នេះកុំឲ្យកាពីយូរជាងមកកាន់សាច់រឿងរបស់យើងតែម្ដងទៅកំឡុងពេលនៃការប៉ះគ្នារវាងអ្នកទាំងពីរនេះ Austin Griffin ក៏បាននិយាយទៀតថាគ្មានអ្វីទៅឆ្កាំនោះទេដែលឯងអាចឈ្នះនៅអតីតបេសាយ Funky បានវាពិតចង់ដឹងបន្តពីលោកចាំបានខ្លាចទៅជាទីទេរវាងលោកចាននិងវាតែមួយនៅខ្លាំងជាងតែវានៅតែមើលស្រាលលោកចានគឺនឹកសល់ខ្លាំងណាស់ក្នុងការជួយឈ្នះវានោះផ្លែដើរធ្លាក់ដូចជាភ្លៀងលោកចានលើកនៅដាវបញ្ចេញនូវពន្លឺពណ៌មាសបាញ់ឡើងលើកាប់បង្កើតទៅជារង្វង់វិតាមីនយ៉ាងធំគ្រប់គ្រងលើរាងកាយរបស់ Austin Griffin គ្រាន់តែវាប្រឹងបន្តិចមួយរង្ហើមក៏បានបំបែកខែលការពារដោយជោគជ័យនេះពីរនៅតែបន្តប្រជុំមុខគ្នាវានៅតែហៅលងឈិនថាបងប្រុសដដែលតែពាក្យថាបងប្រុសរបស់វាគឺជាពាក្យឌឺសាហាវខ្លាំងមែនទែនវាថាទាំងមើងងាយនៅដាវរបស់លងឈិនប្រៀបបានដូចជាដាវក្មេងលេងអញ្ចឹងមួយដាវធ្លាក់ទៅខាងក្រោមហោះមកវិញវាលើកនឹងដាប់ដៃវាយចេញទៅសាជាថ្មីឈាមផ្ទៀតចេញពីរាងកាយបន្តិចបន្ទាប់វាបំផ្លាញនៅអូទ្វីបពិសេសហើយភពទាំងមូលនេះមានតែវាហើយនឹងលងឈិនតែពីអ្នកតែប៉ុណ្ណោះគាត់លើកដាវសាជាថ្មីពន្លឺនៅលើថ្ងាសបានផុសចេញមកផ្លែដាវស្រោបដោយធម្មពលពណ៌មាសកាប់មួយឆ្វាយចុងនៅផ្លែដាវទម្លុងនៅរាងកាយរបស់ Austin Griffin ភ្លាមធ្វើឲ្យវារងរបបបន្តិចវាពិតជាឲ្យដែលលងឈិនអាចធ្វើវារបួសបានថាមិនអន់នោះទេពេលដែលលងឈិនចូលទៅសាច់ថ្មីគ្រាន់តែដៃខាងឆ្វេងវាក៏អាចរារាំងលងឈិនបានដែរធ្វើគាត់រងរបបបន្តិចរាងកាយក៏ខ្ទេចត្រឡប់មកវិញតែមើលលងឈិនអាចមានឱកាសអាចយកឈ្នះ Austin Griffin បានដែរឬក៏អត់មើលទៅដូចជាអតីតវាយជាមួយនឹងមនុស្សអញ្ចឹងតែតាមពិតទៅវាប្រើប្រាស់ធម្មពលតែតិចតួចប៉ុណ្ណោះហើយនៅក្នុងអបទ្វីបមួយនេះលោកឈិនមិនមែនជាដៃគូរបស់វានោះទេលោកឈិនជូតឈាមចេញពីមាត់បន្តិចលោកឈិនមានរបស់លេងពិសេសច្រើនទៀតចង់បង្ហាញវាច្រកទ្វីបមួយក៏បានបើកឡើង KE ក៏ជាអតិថិសាម្នាក់ដែរវគ្គនេះមិនមែនមនុស្សវាយជាមួយនឹងមនុស្សនោះទេគឺអតិថិវាយជាមួយនឹងអតិថិបាននៅក្នុងរឿង Solan សត្វចម្លែកគឺគេព្រលឹងគឺគេឲ្យខ្លាចទៅជាអតិថិនោះទេតែនៅក្នុងរឿងនេះគឺសត្វព្រលឹងឲ្យខ្លាចទៅជាអតិថិបានកន្លែងខ្លះក៏ខ្ញុំមិនយល់ដែរតាមពេលនោះ Funky ក៏បានបង្ហាញខ្លួនសាច់ថ្មីឥឡូវ3វាយ1 Austin Griffin មានការពិបាកជាខ្លាំងតែយ៉ាងណាក៏ដោយវានៅតែមិនញើទោះបីជាបន្ថែមនៅអ្នកទាំងពីរមកទៀតលោកឈិនក៏តទៅវិញជាថាជាសាក់របស់មើលទៅការប៉ះគ្នាកាន់តែខ្លាំងក្លាជាងមុនលោកឈិនគិតថាធម្មពលនៃទរណកម្មទេវរបស់ Austin Griffin គឺមិនទាន់លេចចេញទៅជាតម្រង់ពេញលេញនោះទេហើយធម្មពលនេះដែរគឺមានគ្រោះថ្នាក់សម្រាប់ Austin Griffin ខ្លាំងពួកគេទាំង3នាក់គ្រប់គ្រាន់អាចយកឈ្នះនៅ Austin Griffin បានយ៉ាងងាយស្រួលស៊ីមួយដៃរបស់ Funky ទីតក្រៅបន្តិចដែលវាគម្រាមទៅកាន់ Funky ទីថាឯងមិនមាននៃឆ្កែបំរើតែឯងអាចឈ្នះយើងដោយរបៀបណាទៅគឺសម្ដៅទៅលើនីក្រីស៊ូរបស់ Funky នឹងឯងចឹង Funky ខ្លាំងបានតែនីក្រីស៊ូទៅប៉ុណ្ណោះបើសិនជាអស់នីក្រីស៊ូគឺចប់ហើយផ្លែដើរប៉ះគ្នាមែនទែនតែកម្លាំងរបស់ Funky នៅទឹកខ្សោយជាង Austin Griffin ខ្សោយជាងគេឆ្ងាយដាច់ដងស្របពេលដែល KE ក៏បានចេញមកជួយពលឺនៅផ្លែអាវុធពីរប៉ះគ្នាមែនទែនស្ទាត់ផ្កាយធំលេចឡើងលើអាកាសបញ្ជូនទៅខាងមុខផ្លែដើរក៏បានជ្រៀកវាតិចពីរលោកឈឹងក៏បានចូលមកពីក្រោយបីបន្ថែមតែស្ដីមួយម៉ាត់របស់ Austin Griffin គឺឈឺខ្លាំងមែនទែនហើយក៏ឌឺសាហាវដែរវានឹងបញ្ចប់ជីវិតរបស់អ្នកទាំង3ព្រមគ្នាតែម្ដងលោកឈឹងលើកនៅខែលការពារមួយត្រូវបំបីភ្លាមតែដើរចុះទៅខាងក្រៅរង្វង់វិតាមីនពណ៌មាសជាងធំក៏បានផុសចេញមក Austin Griffin ក៏ចងចាំនៅខែលដែលតាមពិតទៅលោកឈឹងបានរៀបចំរួចជាស្រេចមកហើយនៅក្នុងការប្រកួតមុនជាមួយនឹង Funky គឺជាខែលនៃត្រាបាឡាំងពីក្តាប់ដៃបន្តិចលំហយ៉ាងធំក៏បានផុសចេញមកជាមួយនឹងរាងកាយរបស់ Austin Griffin គឺជារូបរាងកាយដើមលោកឈឹងលើកនៅដាវបញ្ចេញនូវពន្លឺពណ៌មាសពេលដែលគាត់ក្រុងលើបាឡាំងអន្តរាជលាដៃស្រូបនៅធម្មពលទាំងអស់បញ្ចេញទៅខាងមុខកម្មពន្លឺពណ៌មាសតិចនៅក្បាលហើយនឹងរាងកាយរបស់ Austin Griffin ចៅក្នុងពេលនោះសំបីតែបេះដូងរបស់វាធ្វើឲ្យរាងកាយមួយទៀតមានការផ្អើលជាខ្លាំងនឹកស្មានថាត្រូវបំផ្លាញក្រោមដៃរបស់លោកអាចារ្យនោះទេលោកអាចារ្យលោទៅសាជាថ្មីជ្រៀកមួយឆ្វាច់ហើយលំហទៅជាពីរវាកាប់បកវិញពន្លឺនៃផ្លែដើមប៉ះគ្នាម្ដងទៀតស្ទាប់នៃផ្កាចាប់ផ្ដើមប្រមូលផ្ដុំគ្នា KE ក៏បានកាប់មួយស្នៀតថែមដែរនឹងក្តាប់ដៃបន្តិចចរណៈត្រូវបានបញ្ឈប់ជាការល្អ Funky និងលោកអាចារ្យក៏បានវិវហារព្រមគ្នាតែមួយនេះក៏រីករួមជាមួយនឹងធម្មពលដូចជាព្រះអាទិត្យឆ្ពោះទៅខាងមុខវាលើកដៃទាំងពីរដើម្បីរារាំងតែកម្លាំងដ៏ខ្លាំងនៃធម្មពលរបស់អ្នកទាំងពីរក៏បានបំផារាងកាយក្អួតឈាមមែនទែនលើកនេះក៏វាព្យាបាលមិននឹងស្មានថាអ្នកទាំង3រួមគ្នាពិតខ្លាំងក្លាពិតមែនតែនេះគ្រាន់តែជាស្នៀតក៏ពិតកំពុកតែប៉ុណ្ណោះគឺថាអាចបោកវាបំប៉ុណ្ណាទៀត KE ក៏បានបន្ថែមនៅផ្លែកណ្ដៀវរបស់ខ្លួនតែក៏ត្រូវវាបកវិញលោកជឹងក៏បានចូលទៅជួយវាក៏បានផ្លាស់ប្ដូរនៅរូបរាងកាយធ្វើឲ្យ Funky ផ្អើលជាខ្លាំងដែលតាមពិតទៅវាបានខ្លាចទៅជាអតិថិពិតនៃមេឃារួចទៅហើយនេះគឺជាដង្ហើមនៃអតិថិពិតខ្លួនប្រាំងក៏បានផ្លាស់ប្ដូរអ្នកនេះចំណាំថាអ្នកដែលហ្វឹកហាត់ឈានដល់កម្រិតអតិថិតែតែមាននៅកងមួយពីក្រោយខ្នងគ្រប់រឿងចិនទាំងអស់ហើយខ្ញុំមិនដឹងថាកងនឹងគេហៅថាអ្វីនោះទេតែអតិថិនេះមុខស៊ីវបន្តិចសក់កលុយគូសងវានឹងប្រើប្រាស់នៅធម្មពលនៃអតិថិកំទេញក៏អតិថិដរណកម្មវិជាសម្រាប់នៅអ្នក3ដង្ហើមនៃធម្មពលកំទេញគឺខ្លាំងក្លាមែនទែនបង្កើតទីសង្ពីសង្កត់រាងកាយវាចង់ដឹងថាអ្នកទាំង3អាចសម្លាប់ខ្លួនបានដោយរបៀបណាតែខ្លាចតែអ្នកស្លាប់មុនគឺជាឡុងអាចិននោះទេវាក៏បានប្រាប់នៅការមួយកាលពី10000ឆ្នាំមុននៅពេលវាត្រូវបានឃុំឃាំងពេលនោះវាពិតខ្សោយតែក្រោយពេលដែលវា
បានប្រយុទ្ធជាមួយនឹងឡុងអេចិនវាធ្វើសកម្មភាពជាច្រើនដងខណៈពេលដែលវាបំផ្លាញនៅសសរបិសាចក៏ជាពេលវេលាដែលវាទទួលបាននៅធម្មពលកាន់តែខ្លាំងក្លាផងដែរវាក៏បាន recover នៅធម្មពលដ៏ខ្លាំងរបស់ខ្លួនត្រឡប់មកវិញមិនយូរប៉ុន្មានវាក៏បានបំបែកនៅខែលដែលការពារលើខ្លួនប្រាណមិនត្រឹមតែប៉ុណ្្នឹងវាក៏បានទទួលយកនៅពលផ្ទៃមេឃរបស់វាត្រឡប់មកវិញថែមទៀតរហូតដល់ពេលនេះវាបានក្លាយទៅជាអតីតកំទេចយ៉ាងពិតប្រាកដបន្ទាប់មកវាក៏ធ្វើពុតដូចជាមិនមានរឿងអ្វីកើតឡើងគ្រាន់តែរងចាំមើលឡុងអេចិនប្រយុទ្ធជាមួយនឹងហ្វឹងស៊ីវដែលធ្វើឲ្យឡុងអេចិននឹងគិតថាខ្លួនបានឈ្នះនៅជ័យជំនះនេះហើយតែចុងក្រោយនៅតែបរាជ័យម្ដងទៀតដដែលនេះបានគេហៅថាសត្វដេរេឆានគឺវាតែងតែក្បត់ម្ចាស់បែបនេះតែពិតទៅវារៀបចំផែនការយូរណាស់មកហើយសូម្បីតែឡុងអេចិនក៏មិនបានមើលធ្លុះពីអត្តចរិតរបស់អូស៊ីនគ្រីហ្វីនបានដែរហើយវាក៏បាននិយាយអំពីឈាមរបស់ឡុងអេចិនថែមទៀតដែលមិនមានឥទ្ធិពលលើខ្លួននោះទេវាធ្លាប់ជាសត្វដែលគេបោះបង់ចោលវាមានមហិច្ឆតាដើម្បីខ្លាចទៅជាទេពដោយពឹងផ្អែកលើអ្នកដទៃវាដូចជាបញ្ញាក្អែកអញ្ចឹងឡុងអេចិនចូលទៅចិត្តក៏ត្រូវវាចាប់ចង់នៅរាងកាយទាំងមូលអ្នកទាំងពីរបារម្ភជាខ្លាំងគិតថាឡុងអេចិនជួបនឹងគ្រោះថ្នាក់គាត់ក៏បានលើកអ្នកដែលរបស់ខ្លួនទៅនៅធម្មពលនោះចោលរូបអវតារយ៉ាងធំនៃអតីតពន្លឺក៏បានបញ្ចេញមកពីក្រោយខ្នងខេអឺក៏បានបញ្ចេញនៅធម្មពលនៃអតីតរបស់ខ្លួនរួមជាមួយនឹងហ្វឹងស៊ីវផងដែរទាំងពីរកាប់ព្រមគ្នាក្នុងពេលតែមួយពន្លឺ3ពណ៌ឆ្ពោះថ្កឹងមកស៊ីវិនក៏បានតទៅវិញទៀតថាពួកឯងគិតថាអាចបញ្ឈប់យើងបានមែនទេវាលាដែរបន្តិចខែពោះស្វាយយើងធំក៏បានបញ្ឈប់នៅចរណៈរបស់គេធម្មពលនោះក៏បានរលាយវានឹងបំផ្លាញនៅអូទ្វីបទាំងមូលដែលប្រើប្រាស់នៃធម្មពលនៃអតីតបន្តិចរបស់វាឬហៅមួយទៀតថាអតីតទៅរនកម្មក៏បានដែរធម្មពលនោះឆ្ពោះទៅរកអ្នកទាំង3លោកចិនបោកនៅខែមួយដើម្បីការពារអាចយកឈ្នះបានទៅជោគជ័យតែយ៉ាងណាក៏ដោយគ្រាន់តែសម្លាប់ដើម្បីដូចជាសមោលសម្អាតនៅក្នុងដៃរបស់វាអញ្ចឹងវាក្តាប់ដៃបន្តិចកុំតិចនៅខាងការពារនោះរៀងកាយខ្ទាតទៅមកខាងវាក៏បាននិយាយឌីដល់ប្រមាណមកទៅកាន់ហ្វឹងស៊ីផងដែររំលឹកទៅកាន់ឆាកនៅស្គ្រីមកាលពី 6000 ឆ្នាំមុនដែលពួកវិសាចចង់បំផ្លាញនៅដីវិសាចពិសិដ្ឋរូបភាពនេះនឹងកើតឡើងម្ដងទៀតនៅពេលដែលវាត្រឡប់មកវិញក្នុងពិភពមួយនេះវានឹងបំផ្លាញនៅពិភពមួយនេះឲ្យដោយកាលពី 6000 ឆ្នាំមុនអញ្ចឹងថាពលយ៉ាងខ្លាំងទម្លាក់ទៅលើច្រកយូឡុងខាងការពារទាំងមូលក៏ត្រូវបំផ្លាញពីសង្កត់លើរាងកាយនៃសមាជិកផ្សេងទៀតគេបារម្ភខ្លាំងណាស់ដោយសារតែខាងការពារបាយទៅហើយលោកអញ្ចឹងក៏គិតថាវាគ្រោះថ្នាក់ណាស់ដែរជាងទៅខៃអឺក៏សូមទៅការពារនៅច្រកយូឡុងឲ្យផ្ទាល់ហើយនេះនឹងការពារនៅទឹកដីវិសាចពិសិដ្ឋនេះផងដែរយ៉ាងណាក៏ដោយលោកអញ្ចឹងគ្រាន់តែឲ្យកុសែរបស់ខ្លួនថែទាំខ្លួនឯងតែប៉ុណ្ណោះហើយនេះក៏បានចាក់ចេញទៅធម្មពលដូចជាអាវុធដ៏មុតស្រួចទម្លាក់ទៅលើពួកគេតែសំណាងល្អដែលខៃអឺចេញមកជួយទាន់ស៊ីឃ្វីនក៏និយាយទៀតថាឥឡូវរត់រួចម្នាក់ហើយតែយ៉ាងណាក៏ដោយពួកឯងត្រូវតែងាប់ទាំងអស់ធម្មពលវ៉ាសៃនៅតែបន្តវិបហាទៅលើហ្វឹងស៊ីម្ដងវាក៏បានរំលឹកទៅកាន់គោលដៅដែលហ្វឹងស៊ីបានគ្រោងទុកផងដែរគឺថាអាចបំផ្លាញនៅអូទ្វីបវិសាចពិសិដ្ឋនេះហើយនឹងបំផ្លាញយើងថែមទៀតតែចុងក្រោយបើជាចាញ់ក្រោមដៃរបស់ឡុងអេចិនទៅវិញវាពិតខ្លាំងណាស់គឺចាញ់ទាំងស្រុងតែម្ដងផ្លែដាវជ្រៀកនៅរាងកាយរបស់ហ្វឹងស៊ីឡើងសោះពេញខ្លួនមិនត្រឹមតែប៉ុណ្ណឹងបងប្អូនទាំងពីររបស់ឯងក៏ត្រូវស្លាប់ក៏ព្រោះតែឯងគឺវាមិនខុសពី 6000 ឆ្នាំមុននោះទេយ៉ាងសិតតែបរាជ័យហើយឯងមិនអាចការពារណាបានឡើយចុងក្រោយនៅតែស្លាប់ក្រោមដៃរបស់យើងជានៃធម្មពលទៅម្ដងទៀតឡុងអេចិនលើកនៅដែរដើម្បីការពារនៅតារបស់ខ្លួនក៏បាននិយាយលើកទឹកចិត្តនៅតារបស់ខ្លួនផងដែរគ្រប់យ៉ាងមិនមែនដោយសារតែគាត់នោះទេគាត់ក៏ជាជនរងគ្រោះម្នាក់ដែរដែលមិនខានទេបន្ថែមធម្មពលកំតិចនៅធម្មពលវ៉ាស្វៃរបស់អូស៊ីនគ្រីហ្វីនហ្វឹងស៊ីក៏បាននឹកឃើញទៅដល់ប្រពន្ធរបស់ខ្លួនគឺលីងឈៀនាងពិតដូចឡុងអេចិនបែបបិទតែម្ដងគាត់ក៏បានបោះជំហានទៅខាងមុខដោយបញ្ជាក់ប្រាប់ថាឯងមិនអាចយកឈ្នះនៅអតីតទរណកម្មវិជាបាននោះទេលុះត្រាតែឯងរួមបញ្ចូលនៅធម្មពលជាមួយនឹងយើងឬគេហៅថាអតីតពីររួមបញ្ចូលគ្នាតែមួយគាត់ដើរទៅមុខដោយមិនញើសខ្លាចស្លាប់នោះដែរធម្មពលនោះក៏បានរលត់គាត់ក៏បានដកនៅរបស់មួយក៏បាននិយាយពាក្យចុងក្រោយទៅកាន់ឡុងអេចិនឡុងឈិនព្យាយាមខាត់ចឹងណាក៏គាត់មិនស្ដាប់នោះដែរគាត់ក៏បានរៀបរាប់ទៅគាត់គឺជាអតីតវិសាចដែលខ្លាំងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃបព្វវិសាចហើយក៏ជាអ្នកខ្លាំងគ្មានគូប្រៀបនៅក្នុងពិភពមួយនេះព្រោះតែគំនុំកាលពី 6000 ឆ្នាំមុនធ្វើគាត់ចង់សងសឹកទាំងយប់ទាំងថ្ងៃចឹងណាក៏ដោយក៏ទៅតែសងសឹកឲ្យបានហើយដឹកនាំនៅបព្វវិសាចរបស់ខ្លួនត្រឡប់មកផ្ទះវិញប្រៀបធៀបជាមួយនឹងដំណើរដ៏វែងឆ្ងាយតែស្ដែងដូចជាពេលដ៏ខ្លីព្រឹកព្រលឹមមួយប្រព្រឹត្តភ្នែកតែប៉ុណ្ណោះខ្ញុំមានអារម្មណ៍ថាវាជូររូបភាពនៃប្រពន្ធរបស់គាត់ក៏បានបង្ហាញគឺលឹងឈួនតែពិតគាត់មិនចង់ធ្វើជាអតីតបិសាចនោះទេលឹងឈួនចាប់ដៃហ្វឹងស៊ីវហើយក៏បានចាក់ចេញទៅគាត់ក៏បានបោះជំហានទៅខាងមុខបន្តទៀតក៏បានឃើញជាមួយនឹងប្អូនរបស់ខ្លួនតែក៏មិនអាចការពារពួកគេនោះទេជាងបញ្ចុះក្មេងម្នាក់គឺជាឡុងអេចិនការពីក្មេងក៏បានរត់ទៅអោបគាត់នេះគឺជារូបភាពមួយនៃការសមាសម័យដែលអ្នកនិពន្ធបានប្រឌិតឡើងតែប៉ុណ្ណោះមើលទៅដូចជារូបពិតអញ្ចឹងគាត់នឹងប្រើប្រាស់នៅអ៊ីសែនទេពរបស់គាត់3រួមបញ្ចូលក្នុងដាវសម្រាប់ព្រះរបស់ឡុងអេចិនមានតែវិធីនេះនោះទេទើបឡុងអេចិនអាចប្រើប្រាស់នៃធម្មពលនៃអតីតទាំងពីរឡុងអេចិនមិនចង់ឲ្យគាត់ធ្វើបែបនេះនោះទេស្មើនឹងគាត់ត្រូវតែសម្លាប់ខ្លួនគាត់ចង់ចាំថាគាត់ធ្លាប់សម្លាប់ឡុងអេចិនម្ដងឥឡូវគាត់នឹងតបស្នងទៅកាន់ឡុងអេចិនវិញរាងកាយក៏បានធ្លាក់ទៅខាងក្រោមបន្ទាប់ពីធម្មពលបានរលត់រាងកាយក៏បានរលាយទៅជាផេះផងសូម្បីជាអតីតក៏អាចស្លាប់បានដែរតែរឿងមិនចឹងក៏ស្រ័យតែប៉ុណ្្នេះសូមអធិស្ឋានរកកំហុសកុសលនៅក្នុងវីដេអូនេះផង